Rương, bà làm nâng sát lia đai nị dày. Đách nay bà tê mùa áp, cứ miên mùa thá, bà lạ. Bé miên đồng nâng thá, chun chết Israel ban chô vi lục nông srok mùa áp. Đách bà lạ miên ca phây khla dạng khlang.ដូចនេះពួកគេសម្រេចចិត្តហៅបាឡាមដែលជាហោរាដែលរស់នៅកន្លែងមួយឈ្មោះថាពេថោយើងត្រូវតែខ្ចីកម្លាំងរបស់បាឡាមសិនហើយបាឡាមជាអ្នកណាតើមិនមែនជាបាឡាមដែលអស់អ្នកណាដែលឯងឲ្យពោលនោះបានមែនហើយអ្នកណាដែលឯងដាក់បណ្ដាសានោះក៏ត្រូវបណ្ដាសាពិតតើមិនមែនជាបាឡាមនោះទេឬអីស្ដេចបាឡាក៏បានបញ្ជូនប្រជាជននៃម៉ូអាបឲ្យទៅឯបាឡាមព្យាការីបាឡាមអើយអ្នកគឺជាព្យាការីដ៏ឆ្លាតវៃដែលគ្រប់គ្នាទទួលស្គាល់ស្ដេចរបស់យើងបានសុំព្យាការីឲ្យដាក់បណ្ដាសាដល់ជនជាតិអ៊ីស្រាអែលហើយចូលបំផ្លាញពួកគេឲ្យអស់ទៅពេលពួកគេបានរាយរាប់ប្រាប់អស់ហើយក៏បានបង្ហាញឲ្យឃើញពីរង្វាន់ដែលពួកគេបាននាំមកពេលបាឡាមបានឃើញរង្វាន់ទាំងអស់នោះគាត់ក៏ត្រូវលបួងក្នុងមួយរំពេចនោះប៉ុន្តែជាសំណាងល្អបាឡាមគាត់គឺជាមនុស្សដែលជឿលើព្រះអង្គមិនច្បាស់ដែរខ្ញុំមិនដឹងថាព្រះជាម្ចាស់សពប្រហារតីនឹងអ្វីដែលខ្ញុំចង់ឲ្យទ្រង់ធ្វើនោះទេសូមស្នាក់នៅទីនេះមួយយប់សិនចុះខ្ញុំនឹងដឹងពីបំណងព្រះハរតីរបស់ព្រះជាម្ចាស់នៅយប់នេះថ្ងៃស្អែកខ្ញុំនឹងប្រាប់ចម្លើយដល់អ្នករាល់គ្នាហើយនៅយប់នោះដែរព្រះជាម្ចាស់ទ្រង់បានលេចមកឯបាឡាមអើយតើអ្នកដែលស្នាក់នៅផ្ទះរបស់ឯងគឺជានរណាព្រះករុណាព្រះអង្គពួកគេគឺជាប្រជាជនដែលមកពីស្រុកម៉ូអាប់ស្ដេចបាឡាកបានបញ្ជូនមកដើម្បីឲ្យទូលបង្គំជួយតើឲ្យទូលបង្គំដាក់បណ្ដាសាដល់ជនជាតិអ៊ីស្រាអែលទៅតាមការស្នើសុំរបស់ពួកគេដែរឬទេព្រះអង្គពេលនោះព្រះជាម្ចាស់ទ្រង់ក៏បានមានព្រះបន្ទូលថាមិនបានទេបាឡាមអើយប្រជាជនអ៊ីស្រាអែលគឺជាមនុស្សដែលយើងប្រទានពរទាំងអស់ដូច្នេះចូលគុំទៅតាមរាស្ត្រម៉ូអាប់ឲ្យសោះនៅព្រឹកថ្ងៃបន្ទាប់បាឡាមក៏បានមកប្រាប់បំណងហឫទ័យរបស់ព្រះជាម្ចាស់ដល់ប្រជារាស្ត្រម៉ូអាប់ដូច្នេះប្រជារាស្ត្រម៉ូអាប់មានតែទៅវិញដោយដៃទទេតែប៉ុណ្ណោះប៉ុន្តែស្ដេចបាឡាកវិញមិនបានបោះបង់ចោលនោះឡើយហើយក៏បានបញ្ជូនប្រជារាស្ត្រដែលមានឋានៈខ្ពស់ជាងនោះយ៉ាងច្រើនឲ្យទៅថែមទៀតនៅលើកនេះពួកគេបានដាក់សំណើដ៏គួរឲ្យភ្ញាក់ផ្អើលជាងរង្វាន់ដែលពួកគេបាននាំមកពីមុនទៅទៀតជាការីបាឡាមអើយស្ដេចបាឡាកទ្រង់បានប្រាប់ថាទ្រង់នឹងឲ្យអស់ទាំងអ្វីដែលអ្នកចង់បានទាំងអស់ទោះជាអ្វីក៏ដោយដូច្នេះសូមទៅជាមួយនឹងពួកយើងដើម្បីជួយបំផ្លាញពួកអ៊ីស្រាអែលផងចុះនេះឲ្យទាំងអស់នៅអ្វីដែលយើងចង់បានលើកនេះបាឡាមក៏មិនអាចនឹងមិនធ្លាក់ក្នុងការលបួងរបស់ស្ដេចបាឡាកបាននោះទេទោះជាបែបនោះក៏ដោយគាត់បានទប់ចិត្តរបស់គាត់ហើយនិយាយបែបនេះថាហ៊ុយពួកអ្នកធ្វើឲ្យខ្ញុំពិបាកចិត្តហើយប៉ុន្តែមិនបាននោះទេទោះជាស្ដេចរបស់អ្នកឲ្យទាំងវាំងស្ដេចទាំងមូលដែលពោរពេញទៅដោយមាសនិងប្រាក់យ៉ាងណាក៏ដោយពេលនេះខ្ញុំត្រូវតែធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមុនសិនហើយនៅក្នុងខួរក្បាលរបស់បាឡាមវិញមានពេញទៅដោយមាសប្រាក់គ្រប់ប្រភេទហើយនឹងផ្ទះហឺហាគំនិតដែលគិតពីរង្វាន់ដែលថ្លៃក៏កាន់តែធំទៅដូច្នេះក៏បាននិយាយបែបនេះថាដោយសារតែខ្ញុំនៅមិនទាន់ដឹងច្បាស់នោះទេចាំខ្ញុំសាកសួរព្រះជាម្ចាស់ម្ដងទៀតសិនតើពួកអ្នកអាចរង់ចាំមួយថ្ងៃទៀតបានដែរឬទេព្រះជាម្ចាស់ទ្រង់ជ្រាបអស់ទាំងគំនិត
ដែលមិនល្អដែលនៅក្នុងចិត្តរបស់បាឡាមរួចទៅហើយពេលនេះទ្រង់បានជ្រាបថាទោះជាទ្រង់ហាមមិនឲ្យទៅយ៉ាងណាក៏ដោយក៏គ្មានប្រយោជន៍នោះទេអញ្ចឹងក៏បានអញសាកទៅជាមួយនឹងពួកគេម្ដងទៅចុះក៏ប៉ុន្តែឯងត្រូវតែធ្វើតែអ្វីដែលយើងបង្គាប់តែប៉ុណ្ណោះដឹងហើយឬនៅបាឡាមគាត់បានគិតថាព្រះជាម្ចាស់ទ្រង់អនុញ្ញាតឲ្យគាត់អាចដាក់បណ្ដាសាដល់ជនជាតិអ៊ីស្រាអែលគាត់គេងមិនលក់នោះទេនៅយប់នោះពីព្រោះតែគាត់រំភើបចិត្តជាខ្លាំងដោយគិតថាគាត់នឹងបានធ្វើអ្វីជាច្រើនដែលគាត់ចង់បាននៅពេលព្រឹកបន្ទាប់សូមក្រោកឲ្យលឿនយើងត្រូវប្រញាប់ចេញដំណើរបាឡាមក្រោកពីដំណេកយ៉ាងលឿនជាងនរណាទាំងអស់គាត់ក្រោកមុនពួកជនជាតិម៉ូអាប់ទៅទៀតយើងបានត្រៀមលាយ៉ាងលឿនហើយរៀបចំអីវ៉ាន់ដើម្បីចេញដំណើរបាឡាមគាត់បានធ្វើពុតជាធ្វើតាមព្រះបន្ទូលរបស់ព្រះប៉ុន្តែគាត់បានធ្លាក់ទៅក្នុងសេចក្តីល្បួងនៃទ្រព្យសម្បត្តិទៅហើយពេលដែលព្រះជាម្ចាស់ទ្រង់បានទតមើលពីសភាពរបស់បាឡាមរួចហើយព្រះទ្រង់ក៏ខ្ញាល់ជាខ្លាំងដូច្នេះព្រះទ្រង់បានបញ្ជូនទេវតាដែលមានកាន់ដាវឲ្យមកដើម្បីនឹងទប់ស្កាត់ដំណើររបស់បាឡាមប៉ុន្តែបាឡាមនិងជនជាតិម៉ូអាប់មិនបានឃើញទេវតានោះទេគឺមានតែលាដែលបាឡាមជិះតែប៉ុណ្ណោះដែលមើលឃើញទេវតាកាន់ដាវនោះលាក៏បានភ័យខ្លាចនឹងទេវតានោះរួចក៏បានរត់ចេញពីផ្លូវហើយចូលទៅក្នុងចម្ការបាត់ទៅទេនេះវាយ៉ាងម៉េចហ្នឹងភ្ញាក់ស្មារតីឡើងអាលាឈួតបាឡាមដែលបានភាំងនោះក៏បានវាយលាប៉ុន្តែទេវតានៅតែបន្តទប់ស្កាត់និងរារាំងដំណើរផ្លូវខាងមុខរបស់លារហូតសត្វលាបានបាត់បង់នៅលំនឹងហើយជំពប់ដួលពេលដែលព្យាយាមគេចពីទេវតាហើយថែមទាំងធ្លាក់ចូលទៅក្នុងប្រឡោះនៃជញ្ជាំងថ្មដ៏ធំទៀតផងលាក៏អង្គុយចុះនៅត្រង់ទីកន្លែងនោះទៅពេលនោះដោយសារបាឡាមខឹងនឹងលាគាត់ក៏បានវាយដោយរំពាត់យ៉ាងខ្លាំងពេលនោះផងដែរព្រះជាម្ចាស់ទ្រង់ក៏បានបើកមាត់របស់លាស្រាប់តែពេលនោះមានរឿងគួរឲ្យអស្ចារ្យលាក៏បានចាប់ផ្ដើមនិយាយជាភាសាមនុស្សលោកម្ចាស់តើខ្ញុំខុសអ្វីទៅហេតុអ្វីបានជាលោកម្ចាស់វាយខ្ញុំរហូតដល់3ដងបែបនេះដោយសារតែបាឡាមគាត់ខឹងខ្លាំងពេកគាត់មិនបានគិតថាចម្លែកពីការដែលសត្វលាចេះនិយាយភាសាមនុស្សនោះទេយ៉ាអាលានេះបើពេលនេះនៅដៃរបស់យើងមានដាវវិញយើងប្រហែលជានឹងសម្លាប់ឯងចោលហើយមើលទៅនេះឯងមកប្រឆាំងថាឯងខុសអ្វីមែនពេលនោះព្រះជាម្ចាស់ទ្រង់ក៏បានបើកភ្នែករបស់បាឡាមពេលនោះហើយទើបភ្នែករបស់បាឡាមក៏បានមើលឃើញពីសភាពរបស់ទេវតាបានជាសភាពរបស់ទេវតាដែលដដៅទេវតាក៏បាននិយាយទៅកាន់បាឡាមថានេះឯងបានវាយលារបស់ឯងរហូត3ដងមែនលាវាគ្រាន់តែរត់គេចដោយព្រោះបានឃើញយើងតែប៉ុណ្ណោះគឺលាវាបានជួយសង្គ្រោះជីវិតរបស់ឯងរហូតទៅដល់3ដងឯណោះពេលនោះហើយទើបបាឡាមដឹងថាព្រះជាម្ចាស់ទ្រង់ខ្ញាល់នឹងទង្វើរបស់ខ្លួនយ៉ាងខ្លាំងគាត់ក៏បានក្រាបនៅនឹងដីហើយនិយាយទៅកាន់ទេវតាថាខ្ញុំបានប្រព្រឹត្តអំពើបាបហើយខ្ញុំមិនដឹងថាអ្នកបានមករារាំងផ្លូវរបស់ខ្ញុំទាល់តែសោះប្រសិនបើផ្លូវដែលខ្ញុំកំពុងទៅនេះជាផ្លូវដែលខុសនោះខ្ញុំនឹងត្រឡប់ទៅក្រោយវិញឥឡូវនេះពេលនោះទេវតាក៏បាននិយាយទៅកាន់បាឡាមថាចូលទៅជាមួយនឹងពួកម៉ូអាប់ចុះប៉ុន្តែត្រូវតែបដិញ្ញានៅក្នុងចិត្តរបស់ឯងត្រូវតែនិយាយប្រាប់ដល់ស្ដេចម៉ូអាប់តែពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះបាឡាមដែលខឹងជាខ្លាំងនោះក៏បានចេញដំណើរទៅឯទឹកដីម៉ូអាប់តើបាឡាមអាចនឹងស្ដាប់បង្គាប់នៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ 100% បានដែរឬទេ
សូមរងចាំសាច់រឿងបន្ទាប់សូមអរគុណសូមជម្រាបលា